ngày ní mình nằm về việc pra classរបស់ model E1500 LSP កម្លាំងវាគឺ2000 វ៉ាត់នេះជាប៊ូតុងយើងចុចប្រើភ្លើង AC 220 វ៉ុលឬវាមានរុន2ដែលយើងអាចប្រើជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗហើយបើសិនបើយើងចង់ប្រើ DC ហើយយើងចុច DC ទៅមាន USB Type A Type C DC 12 វ៉ុលហើយនឹងមានរុនដែលយើងអាចកើអុយឡានបានហើយខាងនេះគឺជាកន្លែងដែលយើងត្រូវការសាកបញ្ចូលតាមរយៈ solar អញ្ចឹងយើងសាកបញ្ចូលបាន3ប្រភេទតាម solar ហើយនេះគឺជាយើងសាកតាមរយៈកតុយប្រេឡានហើយខាងក្រោមគឺយើងសាកបញ្ចូលតាមរយៈអគ្គិសនីការសាកបញ្ចូលតាមរយៈអគ្គិសនីគឺវាលឿនទៀតប្រើរយៈពេលតែម៉ោងជាងគឺយើងសាកពេញតែម្ដងហើយនៅចំហៀងខាងនេះវិញគឺជារុនដែលយើងអាចតថ្មបន្ថែមបានអញ្ចឹងយើងអាចថែមថ្មបាន2គ្រាប់ទៀតហើយថ្មមួយគ្រាប់មានថាមពលទុក3គីឡូវ៉ាត់ម៉ោងអញ្ចឹងយើងថែមបាន2គ្រាប់ទៀតវាប្រើបានកាន់តែយូរតែម្ដងហើយនេះគឺ wireless charge ដែលយើងអាចសាកទូរស័ព្ទដើម្បីផឹកខ្សែហើយវា accessory វាមកជាមួយមានដូចជានេះគេចាប់កើអគុយឡានចឹងយើងធ្វើការកើអគុយឡាននេះយើងមាន accessory មកជាមួយស្រាប់តែម្ដងយើងងាយស្រួលប្រើហើយដោយសារពីអគ្គិសនីនេះជាដោយសារពីកតុយប្រេឡានតែជាពិសេសនោះគឺយើងមានដោយសារ connect ជាមួយនឹង solar តែម្ដងជាមួយយើងមានផ្ទាំង solar គឺយើងសាកជាមួយនឹង solar គ្រប់ប្រភេទចាវាងាយស្រួលចាំបាច់យើងរកដូចនៅខាងក្រៅទេបាទសូមអរគុណសម្រាប់ព័ត៌មានថែមសំខាន់ជុំពេក